ព័ត៌មានក្តៅទៀតហើយអ៊ីរ៉ង់វាយសងសឹកអាមេរិកវិញនៅទូទាំងមជ្ឈិមបូព៌ាក្រោយអាមេរិកវាយប្រហារលើគោលដៅ140នៅអ៊ីរ៉ង់នៅថ្ងៃអាទិត្យទី12ខែកក្កដាឆ្នាំ2026នេះកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC ត្រូវបានគេរាយការណ៍ថាបានវាយប្រហារយ៉ាងខ្លាំងក្លាជាការសងសឹកទៅលើសហរដ្ឋអាមេរិកដែលបានបើកការវាយប្រហារតនៅល្ងាចថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យដោយការវាយប្រហារសំដៅលើចានគោលដៅនៅទូទាំងមជ្ឈិមបូព៌ាយោងទៅតាមកាសែត Al Jazeera ដែលដកស្រង់បន្តពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ IRIB កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC បានបើកប្រតិបត្តិការវាយប្រហារខ្លាំងនិងភ្ញាក់ផ្អើលលើមជ្ឈមណ្ឌលគាំទ្រភស្តុភារនិងទម្រង់ផ្គត់ផ្គង់ផ្សេងៗទៀតប្រើប្រាស់ដោយប្រតិបត្តិការតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅកំពង់ផែដាំក្នុងសមុទ្រអូម៉ង់សេចក្តីរាយការណ៍បានដឹងទៀតថាអ៊ីរ៉ង់បានវាយប្រហារសម្ដៅមូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតាបារ៉ែនគុយវ៉េតនិងអារ៉ាប់រួមទន្ទឹមនឹងគ្នានេះកងទ័ពនៃប្រទេសគុយវ៉េតក៏បានអះអាងពីការវាយប្រហារពីសំណាក់អ៊ីរ៉ង់មកលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកដោយការអះអាងថាប្រព័ន្ធការពារដែនអាកាសគុយវ៉េតបានស្ទាក់ចាប់ការវាយប្រហារប៉ុន្តែខកខានក្នុងការបញ្ជាក់ថាតើការស្ទាក់ចាប់នោះជាប្រភេទដ្រូនឬមីស៊ីលនោះទេបញ្ជាការរដ្ឋាភិបាលកណ្ដាលរបស់យោធាអាមេរិក CENTCOM បាននិយាយថាខ្លួនបានបញ្ចប់ការវាយប្រហារជុំទី3លើប្រទេសអ៊ីរ៉ង់នៅសប្តាហ៍នេះដែលជាការទាមទារឲ្យអ៊ីរ៉ង់ទទួលខុសត្រូវលើការវាយប្រហារថ្មីៗនេះលើកប៉ាល់បំពាក់ទង់ជាតិសាយព្រឹសឆ្លងកាត់ច្រកសមុទ្រអ៊័រម៉ូសការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិកសំដៅលើ140គោលដៅរបស់យោធាអ៊ីរ៉ង់រួមទាំងទីតាំងមីស៊ីលនិងដ្រូនសមត្ថភាពនាវាជើងទឹកកន្លែងផ្ទុកគ្រាប់រំសេវបណ្ដាញទូរគមនាគមន៍និងទីតាំងចាំខ្លំមើលតំបន់សមុទ្រសេចក្តីថ្លែងការណ៍ដដែលបានលើកឡើងថាគោលដៅជាង300ត្រូវបានវាយប្រហាររយៈពេល3យប់នៅសប្តាហ៍នេះដើម្បីបន្ថយសមត្ថភាពអ៊ីរ៉ង់ចំពោះការវាយប្រហារអ្នកបើកកប៉ាល់ស៊ីវិលនិងនាវាពាណិជ្ជកម្មឲ្យឆ្លងកាត់សមុទ្រអ៊័រម៉ូសដោយសេរីបញ្ជាការដ្ឋានយោធាអាមេរិក CENTCOM បាននិយាយថាកងទ័ពសហរដ្ឋអាមេរិកបានជួយកប៉ាល់ពាណិជ្ជកម្មជាង800រួមទាំងកប៉ាល់ដឹកប្រេង400បារ៉ែលឆ្លងកាត់ច្រកសមុទ្រនេះចាប់តាំងពីដើមខែឧសភាមកម្លេះ